សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំបងប្អូនប្រកាសជាដឹងហើយថាណាឃឹមរៀនបញ្ចប់នៅវិទ្យាល័យភូមិន្ទសិល្បៈប៉ុន្តែបងប្អូនប្រកាសជាចង់ដឹងហើយថាគាត់គឺជាសិស្សចំនួនទីប៉ុន្មានអញ្ចឹងហើយយើងទៅតាមដានទាំងអស់គ្នាយោងតាម page ផ្លូវការរបស់ Royal University of Fine Arts សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានសរសេររៀបរាប់នៅសំណេរខ្លឹមសារដូចនេះថាថ្នាក់ដឹកនាំសាស្ត្រាចារ្យមន្ត្រីរាជការនិងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះគ្រួសារនៃសពលោកឈឿនឃឹមហៅណាឃឹមដែលបានទទួលមរណភាពនៅថ្ងៃសុក្រ10រោចខែសុចឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវថ្ងៃទី17ខែតុលាឆ្នាំ2025ដោយរោគគាពៀតលោកឈឿនឃឹមជាអតីតនិស្សិតផ្នែកតូរ្យតន្ត្រីនៃមហាវិទ្យាល័យតូរ្យតន្ត្រីចំនួនទី23បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រលោកបានក្លាយជាសិល្បករចម្រៀងមហោរីកំដររបាំព្រះរាជទ្រព្យនិងច្រៀងប្រពៃណីបុរាណខ្មែរយើងពិតជាមានការសោកស្ដាយដែលបានបាត់បង់ធនធានមនុស្សដែលប៉ិនប្រសប់នឹងកម្រផ្នែកតន្ត្រីខ្មែរសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធនៃសពឲ្យបានដល់សុគតិភពកុំបីឃ្លានឡើយបងប្អូនទាំងអស់គ្នានឹងមានវីដេអូជាច្រើនដែលគេចងក្រងឡើងទាក់ទងនឹងសកម្មភាពក៏ដូចជាចរិតអត្តចរិតរបស់លោកណាឃឹមដែលនេះគឺនាងខ្ញុំដកស្រង់ចេញពី page របស់ព្រះសង្ឃមួយអង្គហើយលោកបានរៀបរាប់យ៉ាងច្រើនដូចនេះថាចងក្រងកម្រងវីដេអូនេះទុកដាស់សតិខ្លួនឯងមើលឆ្នាំក្រោយៗទៀតថាបានជួបមនុស្សដ៏ល្អម្នាក់កម្រជួបស្លូតបូតពូកែអត់ទ្រាំចេះជួយយកអាសាចិត្តបុណ្យបងថាចង់ស្គាល់ភ្នំខ្នងផ្សាណាស់បានតែច្រៀង2ឆ្នាំហើយតែម្ចាស់បទមិនដែលបានឡើងស្គាល់ទេដាក់មកគ្នាពីរអ្នកបងលីថាត្រូវឡើងស្គាល់ខ្នងផ្សាឲ្យបានក្នុងឆ្នាំនេះទោះឈឺមិនក៏ដោយបងថាមួយជាតិទៅលេងតែម្ដងបានហើយឥឡូវដូចពាក្យបងមែននិយាយទៅណាឃឹមគឺមានមិត្តភក្តិជិតស្និទ្ធច្រើនហើយមិត្តភក្តិជិតស្និទ្ធរបស់គាត់ហ្នឹងអត់បានខ្លាចគាត់ទេបងប្អូនគាត់កេងកំដរគាត់មកបុណ្យសពគាត់ចូលរួមសោកស្ដាយខ្លាំងមែនតើនេះមេងលីគឺជាមិត្តភក្តិរបស់គាត់រួមការសិក្សាក៏ដូចជាការងារផងដែរព្រះសង្ឃក៏ដូចគ្នាគឺនិមន្តមកដល់យំទប់ទឹកភ្នែកបានដែរបងប្អូនមើលស្បង់របស់គាត់សោកស្ដាយដោយសារតែគាត់ស្លូតបូតហើយគាត់រៀនចេះដឹងជ្រៅជ្រះហើយផ្នែកសិល្បៈហ្នឹងគឺកម្រមានអ្នកចេះបងប្អូនមានតិចខ្លាំងមែនតើហើយមានសកម្មភាពជាច្រើនដែលគាត់មាននៅលើឆាកជាក្រុមចាគឺច្រើនហើយនាងខ្ញុំក៏លើកយកមកចងក្រងដើម្បីទុកចែកជូនព្រោះឲ្យគាត់លែងនៅទីហើយក៏មានចម្រៀងរបស់គាត់នេះមានគាត់មានគ្រូរបស់គាត់ចឹងទៅហើយមានមេងលីមានអ្នករួមចំនួនហ្នឹងដែលគាត់សម្ដែងណាហើយក៏មានចម្រៀងរបស់ណាឃឹមដែរចម្រៀងនោះគឺស្ដាប់ហើយចាក់ដោតខ្លាំងមែនតើចង់ដឹងសំឡេងគាត់យ៉ាងណាស្ដាប់ទាំងអស់គ្នាអើយអនិច្ចាអើយកម្មអើយអើយមកពងរត់អើយអើយកូនអើយកំសត់អើយត្រូវខ្សិនខ្សៃអើយម្ដេចមិនអើយប្រណី